រដ្ឋាភិបាលមិចស៊ិកបានច្រានចោលច្បាប់ថ្មីដែលរឹតបន្តឹងជនអន្តោប្រវេសន៍ក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលអាចនឹងត្រូវបានគេមើលឃើញពីរលកនៃជនចំណាក់ស្រុកគ្មានឯកសារហូរចូលតាមព្រំដែនរបស់ខ្លួនបើទោះបីជាគម្រោងសាងសង់ជញ្ជាំងតាមព្រំដែនអាមេរិកមិចស៊ិកត្រូវបានលោក Donald Trump រំពឹងថានឹងអាចលុបបំបាត់បញ្ហាខាងលើនេះបានយ៉ាងណាក៏ដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរចេញផ្សាយនៅមុននេះបន្តិចដោយដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសមិចស៊ិកឲ្យដឹងថាយើងនឹងមិនទទួលយកវានោះទេច្បាប់ថ្មីស្ដីពីជនអន្តោប្រវេសន៍របស់អាមេរិកព្រោះគ្មានហេតុផលអ្វីដែលយើងត្រូវធ្វើអញ្ចឹងនោះមិនមែនជាផលប្រយោជន៍របស់មិចស៊ិកឡើយរដ្ឋមន្ត្រីការបរទេសមិចស៊ិករូបនេះបានបន្តទៀតថារដ្ឋាភិបាលមិចស៊ិកនឹងចាត់វិធានការគ្រប់បែបយ៉ាងដែលអាចធ្វើទៅបានដើម្បីការពារសិទ្ធិមនុស្សរបស់ពលរដ្ឋមិចស៊ិកនៅក្រៅប្រទេសជាពិសេសនៅក្នុងសហរដ្ឋអាមេរិកតែម្ដងដោយកាលពីប្រមាណថ្ងៃមុននេះរដ្ឋាភិបាលមិចស៊ិកបានប្រារព្ធធ្វើពិធីបុណ្យមួយដោយបានបដិញ្ញារក្សាឲ្យបាននូវសិទ្ធិមនុស្សដែលក្នុងពិធីនោះដែរក៏មានការចូលរួមពីតំណាងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ